ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះលោកវុនលៀងហើយថ្ងៃនេះគឺខ្ញុំនឹងនិយាយអំពីmulti level feedback queue ឬក៏ MLFQ បាទអញ្ចឹង MLFQ គឺយើងត្រូវការមានlevel priority របស់វាដូចជាមាន level 1 level 2និង level 3ដូចដែលនៅ program ដែលពួកខ្ញុំបានបង្ហាញអញ្ចឹងគឺយើងមាន Q1 highest priority Q2 medium និង Q3 lowest priority ហើយចំពោះQ ហ្នឹងគឺជាទូទៅគឺយើងមានជា round robin ជា first come first serve អញ្ចឹងទៅប៉ុន្តែ program របស់ខ្ញុំនៅពេលនេះគឺមានតែ round robin ទេដែលខ្ញុំអាច set ទៅលើ time quantum របស់ Q នីមួយៗបានអូខេអញ្ចឹងនេះគឺជាកន្លែងនេះគឺយើងត្រូវការដាក់ចំនួន process ដែលយើងចង់បានអញ្ចឹងគឺខ្ញុំធ្វើការដាក់ process នេះទៅខ្ញុំដាក់ចំនួន4 process អូខេហើយកន្លែងនេះគឺជាចំនួនtime quantum របស់ Q នីមួយៗនៃ round robin អញ្ចឹងនេះខ្ញុំដាក់2ដាក់4ដាក់6តាមលំដាប់លំដោយពីខ្ពស់មកទាបអូខេហើយចំពោះកន្លែងនេះវិញកន្លែងយើង input នេះគឺយើងមានprocess 4 process ដូចដែលយើងបានដាក់នៅលើខាង4អញ្ចឹងហើយនេះគឺជា burst time របស់វាចំពោះ burst time កន្លែងនេះវិញបើសិនជាឲ្យជាច្រើនជាងនឹងតិចទៀតចំពោះ MLFQ គឺយើងអាចមានទៅដល់ជាមួយនឹង bond IO អីជាដើមដែលយើងមានburst time កន្លែងហ្នឹងចំនួនដាក់ combine មួយ IO អីផ្សេងបានទៀតអញ្ចឹងប៉ុន្តែ program របស់ខ្ញុំដល់ពេលនេះគឺខ្ញុំមានតែ burst time CPU តែមួយទេបាទហើយកន្លែងត្រាប់តនេះវិញគឺជា priority queue ដែលយើងអាច set ទៅលើ process មួយបានឲ្យវានៅ medium ឬក៏ low ឬក៏ high អីចឹងទៅអញ្ចឹងខ្ញុំ set ដាក់ process ទាំងអស់ហ្នឹងគឺ highest ទាំងអស់ហើយជាទូទៅ MLFQ process ហ្នឹងគឺវាត្រូវ depends ហ្មងគឺវាត្រូវអាស្រ័យទៅលើ level របស់ priority ហ្នឹងឯងអញ្ចឹង priority queue ណាដែលខ្ពស់ជាងគេគឺវាត្រូវធ្វើការ run អានឹងមុនប៉ុន្តែជាទូទៅនៅក្នុង algorithm នេះគឺ process ទី1គឺត្រូវតែ highest queue តែម្ដងហើយវានឹង start ពី0ទៅ timer របស់វាបាទអញ្ចឹងយើងធ្វើការ run simulation មកគឺដល់ខាងក្រោមនេះយើងឃើញលទ្ធផលរបស់វាយើងឃើញថាមានគណនាចំនួន average time ហើយនេះគឺជា result table ដែល result table នេះគឺជាតម្លៃ final result ពី process របស់យើងប៉ុន្តែអីដែលសំខាន់ហ្នឹងគឺយើងត្រូវមកមើលនៅ Gantt chart នេះអញ្ចឹងprocess វាមួយគឺវា run បែបនេះឯងវាអាស្រ័យទៅលើ queue ហើយនឹង priority time បាទអញ្ចឹងអីដែលយើងត្រូវមើលនៅពេលនេះគឺ Gantt chart អូខេអញ្ចឹងខ្ញុំនឹងធ្វើការបញ្យល់ពី Gantt chart នេះតែម្ដងអញ្ចឹងខ្ញុំបើក notepad មកមួយឧទាហរណ៍ថាឥឡូវនេះគឺខ្ញុំមានចំនួន process 4នេះ1 2 3 4ហើយ arrival time 0 1 2 3 burst time និង queue level របស់វាគឺនៅ1ទាំងអស់បាទអញ្ចឹងនេះ Gantt chart របស់យើងគឺយើងមើលទៅលើ queue ហើយ queue វានៅ highest លេខ1ទាំងអស់អញ្ចឹងយើងត្រូវមើលទៅលើ arrival time process ទី1គឺ0អញ្ចឹងគឺយើងត្រូវការ run process ទី1មុនគេមិនអញ្ចឹងអញ្ចឹងវាត្រូវការ run process ទី1មុនគេពី0ទៅដល់2ដោយសារតែ Q1 របស់យើងនៅខាងលើនេះគឺយើងតម្លៃវាគឺស្មើ2អូខេអញ្ចឹងគឺត្រូវឡើង2អញ្ចឹងនៅពេលនេះគឺ Q1 របស់យើងគឺ0ដល់2អញ្ចឹង arrival time របស់វានេះត្រូវការផ្លាស់ប្ដូរពី0ទៅ2វិញហើយ burst time របស់វាគឺត្រូវការចំណាយ2អញ្ចឹងត្រូវការដក2យើងពី4មកសល់2វិញអូខេហើយ Q របស់វានៅពេលនេះគឺដោយសារតែវា execute ម្ដងវាអត់ទាន់ finish ទេអញ្ចឹងវាត្រូវចាំចូលទៅកាន់ Q level 2ម្ដងដោយសារ Q level 1ហ្នឹងគឺវា execute ដែរតែវាអត់ទាន់ finish បែបនេះឯងអញ្ចឹងយើងមកមើលបន្តទៀតទៅលើ Q time arrival លេខ2នេះតើ Q ណាដែលវា ready ខ្លះអញ្ចឹងមាន Q process ណាដែលវា ready ខ្លះអញ្ចឹងមាន process ទី1ទី2ទី3ប៉ុន្តែ process ទី1របស់យើងនៅពេលនេះគឺវា Q របស់វាគឺ2បាត់ហើយអញ្ចឹងយើងត្រូវ skip វាចោលសិនហើយយើងទៅមើលអា Q ណាដែលវាខ្ពស់ជាងគេសិនអញ្ចឹងមានតែ P2 និង P3 ទេដែលមាន Q
level 1 ប៉ុន្តែ Q2 របស់យើងគឺ arrival time របស់វាគឺលេខ1អញ្ចឹងវាមកដល់មុន process ទី3អញ្ចឹង process ទី2គឺត្រូវការ run មុនបាទអញ្ចឹង process ទី2ស្ថិតនៅក្នុង Q1 គឺយើងមាន burst time 4អញ្ចឹងយើងត្រូវការ run Q1 មាន round robin របស់វាគឺ time quantum 2អញ្ចឹងយើងត្រូវការចំណាយ2ទៀតអញ្ចឹង2ទៀតវាឡើងមកដល់4ហើយអូខេអញ្ចឹង time arrival របស់ process ទី2ឡើងមកដល់4ហើយ burst time របស់វាគឺនៅសល់2ហើយដូចគ្នាដែរ Q របស់វាគឺត្រូវចាំចូលដល់ក្នុង Q level 2បាទអញ្ចឹងយើងមើលបន្តទៀតដល់ពេលនេះគឺ time arrival វាគឺ4អញ្ចឹង time arrival 4គឺយើងមើលទៅលើ process ទាំងអស់គឺវា ready ទាំងអស់ប៉ុន្តែយើងskip process 1និង process 2ចោលសិនដោយសារតែវាស្ថិតនៅក្នុង Q level 2បាត់ហើយអញ្ចឹងយើងមកមើល process 3និង process 4ប៉ុន្តែ process 3គឺវា time arrival វាគឺ2អញ្ចឹងវាបានមកដល់មុន process ទី4អញ្ចឹងត្រូវធ្វើការ execute ទៅលើ process ទី3អូខេអញ្ចឹងមុននឹង Q4 ឥឡូវយើងQ1 time quantum 2ទៀតយើងអានេះឡើងដល់6ហើយអញ្ចឹង process ទី3 arrival time វាគឺឡើងដល់6ហើយ burst time វាដក2ជាងសល់4អូខេហើយ Q របស់វាគឺចាំចូលទៅកាន់ level 2បាត់ហើយបាទអញ្ចឹងបន្តមកទៀតនៅ arrival 6គឺ process គឺវា ready ទាំងអស់ប៉ុន្តែមានតែ process 4មួយទេដែលវាស្ថិតនៅក្នុងQ1 អញ្ចឹងយើងត្រូវធ្វើការ execute ទៅលើ process ទី4បាទអញ្ចឹងយើងធ្វើការ execute វាមកគឺដោយឥឡូវនេះគឺឡើងដល់8 2ទៀតឡើងដល់8ហើយអញ្ចឹង ready អញ្ចឹង arrival time របស់ process ទី4ឡើងដល់8ហើយ burst time របស់វាគឺនៅសល់3ហើយ Q របស់វាគឺឡើងទៅដល់2ដូចគ្នាអូខេអញ្ចឹងដោយសារតែ Q យើងទាំងអស់គឺឥឡូវស្ថិតនៅ level 2ទាំងអស់ហើយ process ទាំងអស់ហ្នឹងគឺនៅ arrival time 8គឺវា ready ទាំងអស់ប៉ុន្តែយើងមកមើល process ទី1គឺ arrival time របស់វានៅពេលនេះគឺ2ទូជាងគេអញ្ចឹងវាមកដល់មុនគេអញ្ចឹងយើងត្រូវ execute ទៅលើ process ទី1អញ្ចឹងដោយQ2 របស់យើងមាន quantum time ចំនួន4អញ្ចឹងយើងត្រូវធ្វើការដក burst time ចេញម្ដង4ប៉ុន្តែដល់ពេលនេះ burst time របស់ process ទី1គឺសល់តែ2ទេអញ្ចឹងយើងត្រូវដកទៅវានៅសល់0អញ្ចឹងមានន័យថា process ទី1ដល់ពេលនេះគឺវា finish បាត់ហើយអូខេអញ្ចឹងបាត់ process ទី1ហើយarrival time របស់យើងគឺឡើងដល់10យ៉ានៅលើ Q2 ហើយបន្តមកទៀតគឺយើងមើលទៅលើ arrival time 10គឺ ready ទាំងអស់ដូចគ្នាប៉ុន្តែ process ទី2គឺ arrival time វាគឺ4អញ្ចឹងវាទូជាងគេយើងត្រូវ execute ទៅលើ process ទី2គឺ quantum time នៅក្នុង Q2 គឺ4អញ្ចឹងយើងត្រូវដកចេញ4ប៉ុន្តែ burst time វាសល់តែ2ទេអញ្ចឹងយើងត្រូវដកចេញបានតែ2ទេអញ្ចឹងវានៅសល់0ហើយarrival time កន្លែងនេះគឺវាឡើងទៅដល់បាន12បាទឡើងដល់12អញ្ចឹង process ទី2ក៏ត្រូវ finish ដែរដោយសារ burst time អស់អូខេអញ្ចឹងយើងនៅសល់តែ process 3និង4តែប៉ុណ្ណោះអញ្ចឹងនៅ arrival time 12 process ទី3និងទី4មកដល់ដូចគ្នាប៉ុន្តែ process ទី3គឺវាមកដល់មុនដោយសារ arrival time វា6នៅពេលនេះយ៉ាអញ្ចឹងយើងត្រូវការចំណាយ4 burst time ទៀតដោយសារតែ Q របស់យើងនៅ level 2មាន time quantum ចំនួន4អញ្ចឹងយើងអាចដកម្ដង4ចោលគឺនៅសល់0យ៉ាហើយprocess យើងកន្លែងនេះ process ទី3កន្លែងនេះគឺឡើងមកដល់16អញ្ចឹង process ទី3ក៏ត្រូវបាន finish ដូចគ្នាអញ្ចឹងនៅសល់តែ process ទី4មួយគត់អញ្ចឹង process ទី4យើងត្រូវការតែ3ទៀតទេអញ្ចឹងយើងបូក3ទៀតទៅគឺវាឡើង total time របស់វាបាន19នៅ process ទី4អញ្ចឹងនេះនៅសល់0អញ្ចឹងយើងត្រូវទាំងអស់នេះគឺ finish បាទអញ្ចឹងដល់ពេលនេះគឺបាទអញ្ចឹងនេះគឺជារបៀបដែល MLFQ ដំណើរការវាអាស្រ័យទៅលើ level Q ហើយនឹង arrival time តាមជាក់ស្ដែងបាទអរគុណច្រើនជំរាបសួរលោកគ្រូនិងសួស្តីទាំងអស់គ្នាខ្ញុំមកបង្ហាញអំពី CPU scheduling ដែលប្រើ algorithm shortest remaining time first និង shortest jump first អញ្ចឹងដំបូងខ្ញុំធ្វើការបង្ហាញ shortest remaining time first អញ្ចឹងខ្ញុំធ្វើការបង្កើត process ចំនួន4ហើយជ្រើសរើសយក algorithm shortest remaining time ខ្ញុំធ្វើការ generate អញ្ចឹង arrival time ខ្ញុំដាក់វាប៉ុណ្ណឹងដដែល0.3
ហើយចំពោះ burst time យើងធ្វើការ customize ដាក់8 4 2 1អញ្ចឹងធ្វើការ run អញ្ចឹងយើងទទួលបានresult table ហើយនឹងការឆាតប៉ុណ្ណឹងអញ្ចឹងចំពោះ shortest remain time first គឺជាប្រភេទ algorithm ដែលផ្ដោតទៅលើ remaining time process ដែលមាន remaining time តូចជាងគេអញ្ចឹង CPU នឹងធ្វើការ execute វាមុនremaining time វានឹងបានមកពីណាបានមកពីburst time ដកទៅនឹង time execute របស់ process ហើយshortest remaining time first ហ្នឹងក៏ជាប្រភេទ preemptive ដែរអញ្ចឹងមានន័យថា process មួយអាចត្រូវបានកាត់ដោយ process មួយទៀតឧទាហរណ៍ជាក់ស្ដែងដូច P2 និង P3 អញ្ចឹងយើងឃើញថា P2 រានអត់ទាន់ចប់ទេមាន P3 មកកាត់ហើយ P3 អត់ទាន់ចប់ផងមាន P4 មកកាត់អញ្ចឹងនឹងជាប្រភេទ preemptive អញ្ចឹងដំបូងយើងក៏លេចមកមើលការឆាតនៅ arrival time ស្មើ0យើងមាន P1 តែមួយទេអញ្ចឹងយើងបាន P1 បន្ទាប់នៅ arrival time ទី1អញ្ចឹង P2 ចូលមកដល់ប៉ុន្តែនៅក្នុងហ្នឹងយើងឃើញថា P1 វា remain នៃ time របស់វានៅសល់7ដោយសារ time execute វាស្មើ1អញ្ចឹង8ដក1សល់7ហើយ P2 មាន4អញ្ចឹងយើងប្រៀបធៀបទៅយើងឃើញថា P2 ហើយនិង P1 P2 តូចជាង P2 មាន4 P1 មាន7អញ្ចឹង P2 គឺនឹងត្រូវ execute បន្ទាប់តទៀតយើងចូលទៅដល់ arrival time ទី2ចូលដល់ P3 តែនៅក្នុងហ្នឹងយើងឃើញថា P1 នៅសល់7ដដែល P2 នៅសល់3ដោយសារ P2 មុនហ្នឹង time execute វាស្មើ1អញ្ចឹង4ដក1នៅសល់3 P3 មាន2អញ្ចឹងយើងឃើញថា P3 តូចជាងគេអញ្ចឹងprocess បន្ទាប់គឺនឹងត្រូវ execute P3 ចូលមកដល់ arrival time ទី3 P4 ចូលមកដល់ហើយយើងឃើញថា P3 នៅសល់1ដោយសារមុនហ្នឹង time execute វា1អញ្ចឹង2ដក1ស្មើ1 P2 នៅសល់3ដូចមុន P1 នៅសល់7ដូចមុនដែរអញ្ចឹងយើងប្រៀបធៀបយើងឃើញថា P3 ហើយនិង P4 មានtime របស់វា1ដូចគ្នានេះនៅសល់1ហើយនេះមាន1ប៉ុន្តែដោយសារ P4 វាជា process ថ្មីហើយ shortest remaining time first ហ្នឹងគឺវាចាប់ដែរបើសិនមក process ហ្នឹងថ្មីហើយមាន remaining time តូចវានឹងយក process ហ្នឹង execute មុនអញ្ចឹង P4 នឹងត្រូវ execute មុន P3 ហើយវាមាន burst time 1អញ្ចឹងវា execute ម្ដងគឺចប់តែម្ដង P4 អញ្ចឹងយើងបាន1បុក time 1មកយើងបាន4វាចប់នៅ time ស្មើ4អញ្ចឹងបន្តមកទៀតយើងដឹងហើយសារ P3 នៅសល់1សល់តែ1ទេអញ្ចឹងវា execute តែម្ដងទៀតគឺវានឹងចប់ P3 តែម្ដងអញ្ចឹងអានេះមាន4បុក time ទៀតបាន5អញ្ចឹង P3 នឹងចប់នៅ time ស្មើ5អញ្ចឹង process ដែលនៅសល់គឺ P1 និង P2 ដោយសារមុនហ្នឹង P2 យើងនៅសល់3 P1 យើងនៅសល់7អញ្ចឹង P2 តូចជាង P1 remaining time របស់វាអញ្ចឹងបន្ទាប់វានឹងធ្វើការ execute P2 ដោយសារ P2 មិននៅសល់3អញ្ចឹងវា execute time execute វាស្មើ3អញ្ចឹងវានឹងចប់ P2 ម្ដងអញ្ចឹងដោយសារ3 time 5វាបាន8ន័យថា P2 នឹងចប់នៅ time ស្មើ8អញ្ចឹងនៅសល់ចុងក្រោយគឺ P1 នៅសល់7អញ្ចឹងយើង time 8 time 7មកបាន15មានន័យថា P1 នឹងexecute ចប់នៅ time ស្មើ15អញ្ចឹងយើងមកមើលក្នុងនេះវិញមាន finish time turnaround time និង waiting time អញ្ចឹង finish time យើងមើលលើការឆាតP1 ចប់នៅទី time ស្មើ15 P2 ចប់នៅ time ស្មើ8 P3 ចប់នៅ time ស្មើ5ហើយនិង P4 ចប់នៅ time ស្មើ4អញ្ចឹង turnaround time ស្មើឲ្យ finish time ដកជាមួយនឹង arrival time អញ្ចឹងយើងឃើញមាន15 7 3ហើយនិង1ចំពោះ waiting time វិញយើងយក turnaround time ដកជាមួយនឹង burst time ហើយបាន15ដក8ហើយបាន7ហើយបន្ទាប់ក៏ដូចគ្នាយើងបាន3 1 0ពួកខាងលើនេះគឺជា average turnaround time average waiting time ហើយជាមួយនឹង total time អញ្ចឹង average turnaround time គឺយើងគ្រាន់តែយក turnaround time បូកចូលគ្នាទាំងអស់ហើយចែកនឹងចំនួន process វាមកយើងទទួលបានប៉ុណ្ណឹង average waiting time ក៏ដូចគ្នាយើងយក waiting time ទាំងអស់បូកចូលគ្នាចែកចំនួន process មក
ហើយចំពោះ total time គឺយើងអាចមើលទៅលើការឆាតក៏បានគឺនៅ time ចុងក្រោយហើយឬក៏យើងយកចឹងបន្ទាប់ខ្ញុំធ្វើការបង្ហាញអំពី short test job first ម្ដងចឹងដដែលខ្ញុំទុក process វានៅដដែល arrival time និង burst time វាដូចមុនខ្ញុំគ្រាន់តែដូរ algorithm មក short test job first វិញចឹងយើងធ្វើការតាមហ្នឹងចឹងទទួលបាន result table ប៉ុណ្ណឹងហើយនឹងការឆាតប៉ុណ្ណឹងចឹង short test job first វាស្តៀងទៅនឹង algorithm first come first serve ដែរប៉ុន្តែ first come first serve វាផ្ដោតទៅលើ arrival time តូចជាងគេនឹងត្រូវ execute មុនតែចំពោះ short test job first វាផ្ដោតទៅលើ burst time ទូជាងគេនឹងត្រូវ execute មុនអញ្ចឹងយើងមើលការឆាត់ជាដំបូងនៅ arrival time ស្មើ0P1 ចូលមកដល់ P1 ត្រូវ execute ហើយ burst time វាស្មើ8នេះយើងគាត់ជាឆ្ងល់ហើយថាហេតុអីបានជាP4 burst time ទូជាង P1 តែមិន P1 ចូលមកដល់ដោយសារយើងមើលដំបូងគឺ arrival time វាស្មើ0អញ្ចឹងនៅក្នុងហ្នឹងចាប់ផ្ដើមមកដំបូងគឺ arrival time ស្មើ0ជានិច្ចអញ្ចឹងដោយសារ P1 arrival time វាស្មើ0អញ្ចឹង P1 វាត្រូវតែមកមុនគេអញ្ចឹងយើងឃើញថា P1 execute ចប់នៅ time ស្មើ8ហើយនៅក្នុងចន្លោះ0ទៅ8ហ្នឹងយើងឃើញថាមាន P2 P3 P4 ដែរអញ្ចឹងសួរថាតើ process ណាមួយដែលត្រូវរ៉ាន់បន្ទាប់អញ្ចឹងយើង ប្រៀបធៀបមើលយើងឃើញមាន P2 P3 P4 អញ្ចឹង P4 មាន burst time ស្មើ1 P3 ស្មើ2 P2 ស្មើ4អញ្ចឹង P4 burst time វាទូជាងគេអញ្ចឹង process បន្ទាប់គឺនឹងត្រូវ execute P4 អញ្ចឹង burst time វាស្មើ1បូក time 8មកយើងបាន9វាចប់នៅ time ស្មើ9អញ្ចឹងដល់សល់ P2 ហើយនិង P3 អញ្ចឹងយើងប្រៀបធៀបមើល P2 ហើយនិង P3 យើងឃើញថា P3 មាន burst time ទូជាង P2 អញ្ចឹង P3 យើងត្រូវ execute បន្ទាប់អញ្ចឹងយើងបាន P3 burst time វាស្មើ8ចំបូក time 9ហ្នឹងមកបាន11អញ្ចឹងវាចប់នៅ time ស្មើ11អញ្ចឹង process ចុងក្រោយគឺ P2 អញ្ចឹងburst time វាស្មើ4បូក time 1មកបាន15អញ្ចឹង P2 ចប់នៅ time ស្មើ15ហើយ short test job first ហ្នឹងគឺជាប្រភេទnon preemptive មានន័យថា process មួយរបស់វាគឺអាចមាន process ណាមួយមកកាត់បានទេគឺយើងមើលជាក់ស្ដែងដូច P1 អញ្ចឹងវាអាច P4 មកកាត់ឬក៏ P3 P2 មកកាត់មុនទេគឺវាចប់របស់វាស្រេចហើយបានវាបន្តទៅ process បន្តទៀតហើយចំពោះfinish time turnaround time waiting time នេះគឺមើលដូចមុនដែរសួស្តីអ្នកនរគ្នាចំណុចបន្តខ្ញុំនឹងនិយាយពី CPU scheduling simulator ដែលតេតងជាមួយនឹង first come first serve ឥឡូវខ្ញុំនឹងចាប់ដើមដាក់ជាមួយនឹង process ខ្ញុំដាក់ process ចំនួន4តែខ្ញុំ generate input មកយើងបានប៉ុណ្ណេះខ្ញុំដាក់arrival time វិញគឺតាម order ចាប់ពី P1 ទៅ P4 ពី0រហូតដល់3ហើយ burst time វិញគឺខ្ញុំដាក់ប៉ុណ្ណេះហើយតាមទៀតខ្ញុំចាប់ដើម run simulation មកយើងទទួលបានការឆាតមួយនេះដោយសារតែវា first come first serve ចឹងទៅប្រសិទ្ធរបស់វាគឺវាពឹងផ្អែកទៅលើ arrival time ចឹងអាណា arrival time តិចជាងគេនឹងប្រសិទ្ធនឹងវាត្រូវ run មុនតចប់សិនដូចជា P1 នេះវាមាន arrival time 0ចឹងវាចាប់ដើម run ពី0ទៅរហូតដល់6ដោយសារតែ burst time វាមាន6ចឹងវា run ពី0រហូតដល់6តាមទៀតវាចាប់ដើម run P2 ម្ដងដោយសារតែ P2 ហ្នឹងគឺវាតាម order ពី P1 ពេល P1 run ចប់វាត្រូវ run P2 ម្ដង P1 វា0អញ្ចឹង P2 វា1អញ្ចឹងវាត្រូវ run P2 មក P2 វាមាន burst time វា2អញ្ចឹងវា run ចប់ទៅ8តមកដល់តាមទៀត P3 វាចាប់ដើមពី8រហូតដល់13សារតែវាមាន burst time 5 8បូក5វា13តាមទៀត P4 គឺវា run 7ទៀតអញ្ចឹង7បូក13វាបាន20អញ្ចឹងកន្លែងបញ្ចប់របស់វាគឺ total វាគឺ20នេះកន្លែង finish នេះគឺបង្ហាញពីតាមការឆាននេះថាprocess មួយហ្នឹង run ចប់នៅ time ទីម៉ានដូច P1 ចប់នៅទី6 P2 ចប់នៅទី8 P3 ចប់នៅទី13 P4 ចប់នៅទី20តាមទៀតខ្ញុំនិយាយពី turnaround time ថា turnaround time បានមកពីណា turnaround time នេះគឺបានមកពី finish time ដកជាមួយនឹង arrival time របស់វាអញ្ចឹង P1 នេះវាមាន finish time 6អញ្ចឹង6ដក0វាបាន6នៅ6ដែរ
តាមទៀត P2 finish time វា8ហើយដក arrival time វា1ចឹងវានៅសល់7ចឹងបាន turnaround time 7តាមទៀត P3 វា13ដក2បាន11 P4 វាបាន20ដក3វាបាន17ហើយបន្តទៀតគឺនិយាយពី waiting time របស់វាគឺបានពី turnaround time ធ្វើការដកជាមួយនឹង burst time ដោយសារ P1 វាមាន turnaround time 6ហើយ burst time វា6ដែរអញ្ចឹងវាដកមកបាន0ហើយបន្តមកទៀត P2 turnaround time វា7បើដក burst time 2វាបាន5 P3 turnaround time 11ដក burst time 5វាសល់6ហើយ P4 turnaround time 17ដកជាមួយនឹង burst time 7វាបាន10ហើយខាងលើនេះគឺជា average turnaround time ដែលវាបានទៅពីការបូកចូលគ្នារវាង turnaround time របស់ process ទាំងអស់ហ្នឹងហើយចែកចំនួន process ជាងបូក6បូក7បូក11បូក17មកហើយចែកជាមួយ process របស់វាមានចំនួន4អញ្ចឹងវាបាន average time turnaround time វាប៉ុណ្ណេះហើយបន្តមកទៀត average waiting time របស់វាគឺវាដូចជាមួយនឹង turnaround time ដែរប៉ុន្តែវាបូកតែជាមួយនឹង waiting time ទេហើយវាចែកជាមួយនឹងចំនួន process វាបានប៉ុណ្ណេះហើយ total time នេះគឺជាចំនួន time ដែលវា process នឹង run ទាំងអស់គឺវាrun ចប់នៅ time ទី20អញ្ចឹងវា time ដែលវាប្រើប្រាស់គឺវាមានតែ20 time វាប្រើ time អស់ត្រឹមតែ20សម្រាប់ចំណុចបន្តខ្ញុំនឹងនិយាយពី round robin អញ្ចឹងយើងយក round robin មកហើយខ្ញុំយកចំនួន process ចំនួន4 process ហើយ quantum time មកវិញខ្ញុំយក2អញ្ចឹងយើងចាប់ផ្ដើម generate input មកវាបានប៉ុណ្ណេះខ្ញុំយក arrival time វាតាម order ដែរហើយនឹង burst time វាចំនួនប៉ុណ្ណេះតាមទៀតខ្ញុំ run simulation មកយើងនឹងបានជាមួយនឹង Gantt chart ប៉ុណ្ណេះហើយសម្រាប់ round robin នេះគឺវា run ដោយពឹងផ្អែកទៅជាមួយនឹង arrival time បូកជាមួយនឹង quantum time ហើយវាមានជាមួយនឹង waiting state ដូចគ្នាដែរយើងមើលជាមួយនឹងកន្លែង Gantt chart នេះយើងមើលP1 វា run មុនដោយសារតែ arrival time វា0អញ្ចឹងវា run តែចំនួន2ទេដោយសារតែយើងមាន quantum time វា2អញ្ចឹងដោយសារតែ burst time របស់ P1 វា3អញ្ចឹងទៅprocess នឹង run អត់ដល់ចប់ទេអញ្ចឹងវា run បានតែត្រឹម2 burst time វា run បានតែត្រឹម2អញ្ចឹងវាសល់ burst time សល់ចំនួន1អញ្ចឹងវាត្រូវ waiting ហើយវាចូលមក run P2 ម្ដង P2 វា run បានចំនួន2ទៀត burst time វា4អញ្ចឹងវា run បាន2វានៅសល់2អញ្ចឹងវា waiting ដែរតមកទៀត run P3 ម្ដងដោយសារតែតាមទៀតយើង run P3 ម្ដងវាបានពី burst time ទៀតបានឡើងដល់6ហើយដោយសារតែ P3 វា burst time វាចំនួន5អញ្ចឹងវា run អស់2នៅសល់ចំនួន5នៅសល់ចំនួន3តាមទៀតវាដល់ចូលទៅដល់ time បន្ទាប់គឺវាចូលមក run P1 ម្ដងដោយសារតែ P1 វាកំពុង waiting ហើយ burst time វាសល់ចំនួន1អញ្ចឹងវា run មក process មកវាចប់ហើយ P1 ចប់នៅត្រឹមហ្នឹងហើយអញ្ចឹងវាបានឡើងពី6ដល់7ដោយសារតែមិញ P1 run អស់2ហើយអញ្ចឹងវាសល់1នៅក្នុង waiting ហើយវា run មួយទៀតគឺវាចប់ហើយតាមទៀតវាចាប់ដើមពី7ទៅយើង run P4 ម្ដង P4 process វា burst time វា6អញ្ចឹងវា run 2វាបានពី7ដល់9វានៅសល់4វាស្ថិតនៅក្នុង waiting time បន្តមកទៀតវាចាប់ដើម run បន្តទៀតវា run P2 ដោយសារតែ P2 វានៅក្នុង waiting P2 វានៅសល់2P3 វានៅសល់3ហើយ P4 វានៅសល់4អញ្ចឹងវាត្រូវ run P2 មុនដោយសារតែ P2 តិចជាងគេអញ្ចឹងវា run មកវាចប់ P2 នៅត្រឹម11នេះដល់ទៀតវា run P3 ដោយសារតែ P3 នៅក្នុង waiting time វា waiting ចំនួន3ហើយP4 វា waiting ចំនួន4អញ្ចឹងទៅវា run P3 មកហើយ នៅក្នុង waiting time P3 នៅសល់ burst time មួយទៀតមិនតាន់ចប់អញ្ចឹងតាមទៀតវា run P4 មក P4 run ចំនួន2ទៀតវានៅសល់2នៅក្នុង waiting time កន្លែងហ្នឹងP3 និង P4 នៅសល់ P3 វានៅសល់1ហើយ P4 នៅសល់2អញ្ចឹងដោយសារតែ P3 តិចជាងគេអញ្ចឹងទៅវា run P3 បន្តវា run មួយទៀតអញ្ចឹងវាឡើង15ឡើងដល់16អញ្ចឹង P3 វាចប់តែហ្នឹងហើយចុងក្រោយនៅសល់ P4 ចំនួន2
burst time ទៀតអញ្ចឹងវា run 2ទៀតវាបានចប់ត្រឹម18ហើយបន្តមកទៀតកន្លែងនេះគឺជា finish time របស់ process មួយដូច P1 នេះគឺវា finish នៅក្នុង time ទី7 P2 វា finish នៅ time ទី11ហើយ P3 វា finish នៅ 16ហើយ P4 វា finish នៅ 18ហើយកន្លែង turn around time នេះវាបានមកពី finish time ដកជាមួយនឹង arrival time អញ្ចឹង P1 វាបាន7ដក0វាបាន7ដក0វាបាន7ដែរហើយ P2 វាបាន11ដក1វាបាន10 P3 16ដក2វាបាន14 P4 វាបាន18ដក3វាបាន15ហើយកន្លែង waiting time នេះវាបាន turn around time ដកជាមួយនឹង burst time ដូច P1 វាបាន7ដក3វាបាន4 P2 10ដក4បាន6 P3 បាន14ដក5វាបាន9ហើយនឹង P4 វាបាន15ដក6វាបាន9ទៀតហើយចំពោះ average turnaround time នេះបាន turnaround time ទាំងអស់បូកចូលគ្នាហើយវាចែកចំនួនជាមួយនឹងចំនួន process វាបានប៉ុណ្ណេះហើយ waiting time នេះបានជាមួយ waiting time ទាំងអស់បូកចូលគ្នាចែកចំនួន process 4អញ្ចឹងវាបានប៉ុណ្ណេះដូចគ្នាហើយកន្លែង total time នេះគឺជា time ដែល finish ជាមួយនឹង process ទាំងអស់គឺនៅ time ទី18